season នៅកម្ពុជាលេខវត្តមានអ្នកផលិតមាតិកាអន្តរជាតិល្បីៗជាច្រើនរូបមកពីតំបន់ផ្សេងៗក្នុងរដូវកាលធម្មជាតិកំពុងបញ្ចេញសម្រស់យ៉ាងស្រស់ត្រកាលវត្តមានក្រុមអ្នកផលិតមាតិកាល្បីៗមកពីក្រៅប្រទេសរហូតដល់8រូបដែលសុទ្ធសឹងតែជាក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរដ៏មានឥទ្ធិពលប្រចាំនៅប្រទេសចិននិងមានអ្នក follower តាមដានរាប់លានអ្នកកំពុងបង្ហាញខ្លួននៅកម្ពុជាជាសញ្ញាដ៏គួរឲ្យកត់សម្គាល់ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរនៅកម្ពុជាជាស្ដែងការពីពេលថ្មីៗនេះតបតាមការអញ្ជើញរបស់លោកស្រីជាម៉ាឡែននៅភោជនីយដ្ឋានម្ហូបខ្មែរល្បាប់ឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចរនិងលោកជំទាវអញ្ជើញជួបសំណេះសំណាលជាមួយក្រុមអ្នកផលិតមាតិកាមកផ្សព្វផ្សាយទេសចរនៅកម្ពុជាក្នុងរដូវកាល Green Season នៅក្នុងនោះដែរការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិតជាធ្វើឲ្យពួកគេនឹកស្មានមិនដល់រួមទាំងនាំពួកគេទស្សនាទីក្រុងភ្នំពេញតាមរយៈរថយន្តក្រុងអត់ដំបូលគួយគុណទេសភាពទីក្រុងនាពេលរាត្រីយ៉ាងស្រស់ស្អាតយ៉ាងណាមិញការបង្ហាញខ្លួនរបស់ពួកគេមិនត្រឹមតែមកទស្សនាកម្សាន្តទេប៉ុន្តែគោលបំណងធំនោះគឺការផ្ដិតយករូបភាពស្អាតៗនិងវីដេអូពីតំបន់ទេសចរកម្ពុជាដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរចិនអំពីកម្ពុជាថែមទៀតផងសូមបញ្ជាក់ថាវត្តមានអ្នកទាំង8រូបបានមកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី13ខែឧសភាហើយបន្ទាប់ពីបានជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងទេសចរក៏បន្តដំណើរទៅខេត្តព្រះសីហនុកោះរ៉ុងនិងតំបន់ទេសចរផ្សេងទៀតផងដែរ